សួស្តីអ្នកនរគ្នាតោះទៅដើរលេងខេត្តសៀមរាបជាមួយខ្ញុំណាអ្នកនរគ្នាខ្ញុំធ្វើការតាំងពីថ្ងៃច័ន្ទរហូតដល់ថ្ងៃសុក្រហើយខ្ញុំមានពេលតែចុងសប្តាហ៍ហ្នឹងឯងដើម្បីទៅ release stress មុនទៅដល់ Mainland ខ្ញុំក៏បានចូលទៅ Seven ដើម្បីទិញអីញ៉ាំចាក់ចប់កុំឲ្យឃ្លានតាមឡានយប់ឡើងវិធីធ្វើដំណើរលើកនេះខ្ញុំបានជ្រើសរើស app Red Bus ដើម្បីទិញសំបុត្រឡានក្រុងដែល Red Bus គឺជាក្រុមហ៊ុនកក់សំបុត្រឡានលេខ1ទូទាំងពិភពលោកមានតែ app នេះមួយខ្ញុំមានការងាយស្រួលក្នុងការបុកសំបុត្រឡានក្រុងមែនតើអ្នកទាំងអស់គ្នាក៏តែដាក់ទីតាំងនៅថ្ងៃដែលអ្នកទាំងអស់គ្នាត្រូវចេញដំណើរនោះ app នឹង pop up option ដែលអ្នកទាំងអស់គ្នាអាចជ្រើសរើសបានហើយបើអ្នកទាំងអស់គ្នាប្រើប្រម៉ូកូដដើរលេងអ្នកទាំងអស់គ្នានឹងទទួលបាន discount $2នៅលើសំបុត្រឡានក្រុងនោះហើយ$6 cashback ចូល Red Bus Wallet របស់អ្នកទាំងអស់គ្នាវិញខ្ញុំក៏បាន book hotel bus នៅ e-booking express ហើយនេះអ្នកនរគ្នាកន្លែងគេងមានផាសុកភាពដែលអាចឲ្យយើងបត់បែនខ្លួនតាមសេរីបានអ្នកនរគ្នានេះ first experience របស់ខ្ញុំណាខ្ញុំអត់ដែលជិះឡានក្រុងពេលយប់ចឹងទេចឹងនិយាយថាខ្ញុំគេងលក់ឡើងអត់ដឹងខ្លួនឯងមកដល់សៀមរាបសោះពួកយើងបានមកដល់សៀមរាបប្រហែលជាម៉ោង4កន្លះបានបុកតុកទៅរកអូតែគេងតន់បានបុកកន្លែងគេងអ្នកនរគ្នាគឺថាឆៅចឹងហ្មងពួកខ្ញុំមានការរៀបចំខ្លួននៅ lobby ហ្នឹងហ្មងដោយសារអត់ទាន់ដល់ម៉ោង check in ហើយណាមួយ we have nowhere to go ដល់ចឹងហើយរៀបចំខ្លួនហើយទៅញ៉ាំ breakfast ដោយសារតែមិត្តភក្តិខ្ញុំថាគាត់ឃ្លានកាទៀវចឹងទៅគាត់នាំគ្នាជិះមហោកាទៀវអូរៀងឪខ្ញុំចូលទៅដល់ភ្លាមឃើញគេ display dish ចឹង I like the vibe ហ្មងហើយខ្ញុំបាន order កាទៀវបាសាច់ថៃ after យើងញ៉ាំ breakfast ហើយយើងទៅរកហាងកាហ្វេហើយពួកខ្ញុំបានមកដល់ Norm Inn អ្នកទាំងអស់គ្នាថាមកហាងកាហ្វេប៉ុន្តែនាំគ្នាញ៉ាំ matcha ខ្ញុំបាន order matcha ហើយនឹង tiramisuប្លង់ថតរូបច្រើនខ្លាំងណាស់អ្នកនរគ្នាពួកខ្ញុំថតឡើងចង់បែកទូរស័ព្ទហើយណាមួយក៏ចាំដល់មក check in ផងខ្ជូតខ្លាំងណាស់ឆ្កែនេះអ្នកនរគ្នាឈ្មោះ Oreo and these are my friends និយាយគ្នាលេងហើយថតរូបបានមកស្ទុះក្រោយមកក៏ដល់ម៉ោងត្រូវ check in អញ្ចឹងទៅពួកយើងក៏ back ទៅ hotel នឹងវិញពួកយើងបានទិញនំមកញ៉ាំនៅក្នុងបន្ទប់អង្គុយនិយាយគ្នាលេងហើយមើលទូរទស្សន៍តោះមករៀបចំខ្លួនដល់ម៉ោងទៅញ៉ាំបានងាយមកហើយលើកនេះបាយល្ងាចហ្នឹងគឺទៅតវើនដោយសារតែរត់ដងហ្នឹងមកសៀមរាបញឹកដែរតែអត់ដែលបានមកឡើងនឹងសោះដោយសារតែពួកខ្ញុំមកបានញ៉ាំបាយថ្ងៃអ្នកទាំងអស់គ្នាអញ្ចឹងទៅមិត្តភក្តិខ្ញុំថាដាក់បាយល្ងាចហ្នឹងឲ្យណាណៃមើលដល់អញ្ចឹងទៅមានការ order ស៊ុបគោមួយឆ្នាំងត្រីអាំងប្លាក់អំបិលពោតពងទាប្រៃហើយនឹងប្រហុកលើជ្រញ់ហ្នឹងបន្ទាប់មកពួកខ្ញុំក៏ចេញដំណើរទៅវិញទៅលេង pub street ដើរមើលគេមើលឯងអញ្ចឹងណាហើយខ្ញុំឃើញកវលនេះស្អាតអញ្ចឹងទៅក៏ខ្ញុំចង់ទិញប៉ុន្តែខ្ញុំពពួកមិត្តភក្តិខ្ញុំទិញអត់មានអ្នកទិញទេខ្ញុំក៏ទុកវិញទៅហើយក៏ដើរមកញ៉ាំ gelato ពួកខ្ញុំអត់ដែលផ្លេចទេឲ្យតែពេលទៅសៀមរាបដឹងតែចូលទៅញ៉ាំ gelato ឯង then យើងទៅទិញអីនៅ Seven ដើម្បី party indoor ហើយក៏បានទិញនំរ៉ូទីទៅញ៉ាំដែរហើយនេះពេលព្រឹកឯអ្នកទាំងអស់គ្នាខ្ញុំបានរៀបចំដើម្បី check out វិញព្រោះខ្ញុំបានមកតែមួយយប់ទេ check out ហើយក៏បានផ្ញើបានអូតាសិនមុននឹងពួកខ្ញុំទៅហាងកាហ្វេពួកខ្ញុំចូលមកទិញ tango ហើយនឹង Thai food នៅជិតហាងកាហ្វេហ្នឹងសិនពួកគាត់ជាជនជាតិជប៉ុនអ្នកទាំងអស់គ្នាហើយ so cute ហើយពួកយើងឆ្លៀនមក order កាហ្វេហើយក៏បានថតរូបខ្លះៗដែរទុកផុស Facebook IG អញ្ចឹងណា and this is our breakfastហើយពួកយើងក៏មកញ៉ាំបាយថ្ងៃនៅប្រហុកចំការនេះទៀតឃ្លាធំសាហាវមានសត្វទន្សាយហើយពពែឲ្យមើលទៀត after we ate our lunch យើងក៏ decide ថាទៅប្រាសាទបានលីឡៃខ្ញុំស្ដាយណាស់អ្នកគ្នាអត់បានមកខែវិសាបើមកខែវិសាឃើញកាន់តែពណ៌បៃតងយើងក៏បានអុជធូបបន់ស្រន់ឲ្យសុខសប្បាយតាមផ្លូវហើយបន្ទាប់មកចេញមកគឺចាំ sunset តែម្ដងតោះមកយើងមកញ៉ាំ dinner នឹងឯអ្នកគ្នាដែលសារតែឡានខ្ញុំត្រូវទៅពេញវិញហ្នឹងម៉ោង11យប់ដល់ចឹងទៅខ្ញុំក៏ត្រូវអង្គុយរងចាំតើវិញអ្នកទាំងអស់គ្នា back to reality អ្នកទាំងអស់គ្នាខ្ញុំចង់ប្រាប់រឿងមួយបើអ្នកទាំងអស់គ្នា download app Red Bus ហើយអ្នកទាំងអស់គ្នា use referral code ខាងលើនេះនឹងទទួលបាន$5ភ្លាមៗចូលមកក្នុង Red Bus Wallet របស់អ្នក